ពងត្រីក្រហមធ្វើជាមួយនឹងជីជូនបងស្ទឹងដាក់ជាមួយនឹងខ្ចីយើងចូលតែម្ដងតោះមកយើងលីងខ្ចីនេះឡើងតោះមកយើងចាក់ជាមួយនឹងជីចូលហើយកូរแบบนี้ខ្ទឹមយើងទឹកខ្ទឹមណាឆ្អិនហើយត្រីរបស់យើងនេះជៀនជូនងាយស្រួលតែការធ្វើយូរបន្តិចដោយសារនៅបំពង់ត្រីនេះបងស្ទឹងខ្ញុំពងខ្ទឹមសឡើងឈ្ងុយល្អពីការបំពងខ្ទឹមឡើងក្រហមល្អឬមួយក៏ថាឡើងនេះឡើងកលាតទៅប៉ុណ្ណឹងហើយឡើងពងកលាតប៉ុណ្ណឹងហើយយើងដាក់ជាមួយខ្ចីយើងចូលតែម្ដងបន្ទាប់មកយើងចូលខ្ចីនេះឲ្យឡើងព្រីមទៅបានវាអត់ហើយនេះឆ្នៃយើងបានក្រហមល្អឬមួយក៏ទុំស្អាតហើយបែបនេះហើយគឺវាលែងឆៅហើយបន្ទាប់មកខ្ញុំចាក់ជាមួយនឹងជីចូលហើយកូរបែបនេះដាក់គ្រឿងចូលមានដូចជាប៊ីចេងមកមានជាមួយនឹងស្ករសបន្ទាប់មកយើងដាក់ជាមួយនឹងប្រេងចូលកូរស្រាប់ណាចានេះត្រីដែលយើងបានបំពងឆ្អិនមុនហ្នឹងយើងចាក់ចូលតែម្ដងទូអំដល់ពិសេសយើងកូរត្រប់គ្រឿងយើងឲ្យចូលជាតិគ្នាល្អមកជាមួយត្រីនេះចាត្រីនេះផងដែរខ្ញុំដាក់ទឹកចូលខ្ញុំចាក់ទឹកស្អាតយើងចូលហ្នឹងដើម្បីឲ្យត្រីរបស់យើងហ្នឹងចូលជាតិល្អជាមួយនឹងយើងក្រោយហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងខ្ទឹមយើងទឹកខ្ទឹមណាឆ្អិនហើយត្រីរបស់យើងនេះជៀនជូនងាយស្រួលធ្វើយូរបន្តិចដោយសារនៅបំពង់ត្រីនេះ